ថ្មីទៀតហើយ scam online នៅក្នុងប្រទេសកម្ពុជាបាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាគឺព្រឹកមិញនេះគឺមានការបង្ក្រាបយ៉ាងធំសម្រាប់ជនជាតិចិនដែលក្រុម scam online ហ្នឹងដែលរកស៊ីបោកប្រាស់ហ្នឹងគឺលក្ខណៈទ្រង់ទ្រាយធំតែម្ដងគឺនៅក្នុងខេត្តស្វាយរៀងគឺមានការចង្អុលបង្ហាញអំពីឧត្តមសេនីយ៍ ស ថេតដែលបញ្ជាឲ្យចាត់ការឲ្យសម្អាតឲ្យអស់ក្រុម scam online នៅក្នុងប្រទេសកម្ពុជានេះគឺព្រឹកមិញក៏បានចាប់បានជនជាតិចិនយ៉ាងច្រើនមែនតើបងប្អូនអរគ្នានេះគឺជាសញ្ញាល្អសម្រាប់ប្រទេសកម្ពុជាយើងដែរគឺពិតណាស់សម្រាប់ជនជាតិចិនដែលមកធ្វើការគឺមានល្អគឺមានអាក្រក់ហើយយើងក៏ត្រេកអរដែរសម្រាប់ជនជាតិចិនដែលមកវិនិយោគលើគ្រប់វិស័យរបស់ប្រទេសកម្ពុជាយើងដែលមកវិនិយោគដែលត្រឹមត្រូវទោះបីយើងចំណេញតិចក៏យើងយល់ព្រមដែរហើយក៏យើងមិនស្អប់ជនជាតិចិនដែរគឺយើងធ្វើនេះគឺធ្វើដើម្បីប្រទេសជាតិយើងទេព្រោះក្រុមនេះមិនមែនជាក្រុមល្អទេគឺក្រុមបោកប្រាស់តាមអនឡាញដែលធ្វើឲ្យប្រទេសកម្ពុជាអាប់មុខអាប់មាត់និងធ្វើឲ្យប្រទេសកម្ពុជាយើងមិនមានការរីកចម្រើនខ្ញុំក៏អរគុណចំពោះថ្នាក់ដឹកនាំដែរដែលស្វាស្វែងក្នុងការបង្ក្រាបនេះសង្ឃឹមថាយើងនៅឆ្នាំ2027 2028ដល់ទៅមុខនឹងអស់ក្រុមបែបនេះនឹងធ្វើឲ្យប្រទេសកម្ពុជាយើងរីកចម្រើនតទៅមុខហើយខ្ញុំសង្ឃឹមថាបងប្អូនណាដែលស្គាល់ទីតាំងឬក៏មជ្ឈដ្ឋានរបស់ក្រុម scam online នេះសូមរាយការណ៍ជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ដើម្បីឲ្យសមត្ថកិច្ចងាយស្រួលក្នុងការស្រាវជ្រាវនិងចាប់ខ្លួនបញ្ជូនទៅប្រទេសរបស់ប្រទេសនីមួយៗដែលមករស់ស៊ីបែបនេះអញ្ចឹងខ្ញុំគ្មានអីច្រើនទេសូមអរគុណសូមគោរពលា